បាទសួស្តីពុកម៉ែបងប្អូនជាទីមេត្រីនៅក្នុងឱកាសវេលានេះដែរខ្ញុំ admin សូមរៀបរាប់អំពីការដំណើរទៅកំសាន្តនៅផ្សារជីបម៉ុង271យើងនឹងបាទសំទៅនេះសូមអញ្ជើញទស្សនានៅទស្សនីយភាពដូចតទៅបាទប្រុសដំបាញប្រុសដំបាញបងបាទទីតាំងនេះដែរគឺមានការតាំងនៅវត្ថុបែបប្រពៃណីបាទគឺក្បោកមុខខ្មុកបាទមានរូបយក្សមានរូបព្រាហ្មណ៍មានរូបអីបាទហើយទីតាំងនេះគឺមានការតាំងនៅរូបស្មូនរូបបាទមានរូបស្មូនបែបស្ពាន់ហើយនឹងបែបគ្រឿងអលង្ការបាទស្នៀតសក់កងដៃបែបរចនាបថបែបខ្មែរបុរាណយើងដែលមានការដាក់តាំងបង្ហាញហើយក៏មានការដាក់ឲ្យជីវដែរបងប្អូននៅទីតាំងនេះនៅក្នុងផ្សារជីបម៉ុងមីហ្គា271មីហ្គាម៉លនេះផងដែរបាទហើយមានការដាក់តាំងការនៅវត្ថុបែបបុរាណហើយមានទីតាំងនេះក៏មានការត្បាញបាទត្បាញនៅសូត្របាទបាញ់សូត្រហើយមានការចាក់ត្បាញចឹងទៅបាទហើយមានបេក្ខជនគាត់មកមើលបាទនៅទីនេះគឺក្រមាសូត្រយើងហ្នឹងបាទហើយមានក្រមាសូត្រស្អាតនៅបែបខ្មែររបស់យើងហ្នឹងហើយមានការលក់នៅបន្តោងផ្សេងហើយនឹងមានកបោបយើងអាចដាក់របស់របរបន្តិចបន្តួចអីចឹងទៅដូចជាគ្រឿងប្រអប់គ្រឿងអីហ្នឹងបាទហើយក្នុងទីតាំងនេះគឺនៅក្នុងផ្សារខ្មែរយើងបាទនៅក្នុងផ្សារជីបម៉ុងតែម្ដងហើយនេះគឺជាស្មូនដីដែលរៀបចំសម្រាប់តាំងលម្អហើយនឹងមានរូបសម្លាក់បែបថ្មភក់ជាបដិមាផ្សេងបាទហើយទីតាំងនេះដែរគឺមានស្តង់លក់ម្ហូបអាហារយ៉ាងច្រើននៅទីតាំងនេះផងដែរបងប្អូនអាចអញ្ជើញមកទស្សនាហើយនឹងរកម្ហូបអាហារដើម្បីហើយទីតាំងនៅកណ្ដាលនៃផ្សារនេះដែរគេរៀបចំដាក់តាំងនៅរូបបដិមាប្រទានអភ័យបាទដាក់រូបព្រះអង្គប្រទានអភ័យបាទមានរូបភាពស្រស់ស្អាតនៅក្នុងបោះស្បុកមួយនៅកណ្ដាលផ្សារនេះដើម្បីជាការរលឹកផងដែរដល់ព្រះពុទ្ធបាទបាទហើយនៅទីតាំងនេះផងដែរគឺមានការដាក់តាំងបង្ហាញនៅគ្រឿងអលង្ការដែលជាសម្លៀកបំពាក់ហើយនឹងការតុបតែងនៃគ្រឿងបែបព្រះមហាក្សត្រមានបែបជាព្រះអង្គព្រះមហាក្សត្រហើយនឹងព្រះមហាក្សត្រីបាទដែលក្នុងរចនាបថនៅសម័យអង្គរយើងបាទ
ហើយទីតាំងនេះក៏មានការដាក់តាំងនៅផ្កាចរហើយនឹងមានផើងស្អាតដែលមានគេដាក់លក់នៅទីនេះហើយនៅទីតាំងនេះផងដែរគឺមានការលក់នៅគ្រឿងលម្អគ្រឿងស្ពាន់គ្រឿងស្មុកផ្សេងនឹងរូបគំនូបាទហើយមានជារូបគំនូដាក់តាំងនៅឆ័ត្រស្វេតឆ័ត្រហើយនឹងផ្លិតដែលសម្រាប់គ្រឿងរាជរបស់ព្រះមហាក្សត្រនិងមេតបនោះផងដែរបាទហើយក៏មានអតិថិជនលោកមកមើលមកជាវអីដែរបាទមានតែនេះមានរូបស្អាតណាបាទមានរូបល្ងោកមានរូបអីបាទយើងអាចជាវបានរូបទាំងអស់នេះបាទហើយមានតម្លៃធូរតែទេបាទយើងអាចជាវទៅទូចធំហើយទីតាំងនេះគឺមានតាំងនៅមានលក់បាយស្រូបដែរបងបាយស្រូបផាត់លើបាទបងប្អូនណាចង់ចាប់អារម្មណ៍ខាងផាត់លើអីអាចអញ្ជើញមកហូបនៅទីនេះបានបាទហើយទីតាំងនេះមានការដាក់ស្តាំងនៅស្តង់ជាច្រើនមានរាប់មិនអស់ទេបងប្អូនហើយភាគច្រើនសិតជាផលិតផលរបស់ខ្មែរយើងបាទសឹងថាបាន60-70%ដែរនៃផលិតផលខ្មែរយើងបាទនេះទីនេះគឺជាមាននំបាទនំបែបខ្មែរយើងហ្នឹងដែលដាក់ប្រអប់ហ្នឹងបាទមានច្រើនមកណាអេដមីនរាប់មិនអស់ទេព្រោះអេដមីនមិនសូវស្គាល់អស់ដែរបាទហើយបងប្អូនអញ្ជើញទស្សនាដៃផ្ទាល់ទៅបាទតើមានអីខ្លះបាទហើយបើបានដឹងហើយមិនមកជួបអេដមីនអីជួយឃើញអេដមីនអីប៉ាវផងបាទបន្លែផ្លែឈើបាទនេះមានខ្ទឹមមានចេកមានជាបន្លែជាផ្លែឈើនៅក្នុងស្រុកយើងហ្នឹងទេបាទមានដូងមានអីហ្នឹងបងប្អូនឃើញទេហើយមានរៀបជាស្តង់ជួដែលងាយដាក់ជាធ្នើងាយស្រួលដល់បងប្អូនពុកម៉ែគាត់អញ្ជើញមកផ្សារហ្នឹងគាត់ងាយស្រួលក្នុងការជាវក្នុងការទិញផងដែរបាទហើយមានគ្រឿងសមុទ្របាទមានបង្គាបងប្អូនចាប់អារម្មណ៍បង្គាអាចអញ្ជើញមករកបាននៅខាងនោះមានត្រីសែលមិនបាទបងប្អូនអាចអញ្ជើញមករកជាវនៅផ្សារជីបម៉ុងមីកាម៉ុល271នេះផងដែរបាទហើយទីនេះគឺលក់នៅស្ករមានចៅហួយបាទក្មេងៗចាប់អារម្មណ៍មិនថាក្មេងមិនថាចាស់ទេទាំងអេដមីនហ្នឹងក៏ចាប់អារម្មណ៍ដែរបាទហើយទីតាំងនេះមានលក់នៅការ៉េមមានទូការ៉េមជាច្រើនម៉ូតម៉ាកណាបាទមានខ្លះផលិតនៅក្នុងស្រុកយើងហើយខ្លះក៏មានជាផលិតផលបរទេសផងដែរបាទហើយមានទូច្រើនសម្រាប់ជាការជំរើសរបស់បងប្អូនពុកម៉ែនិងដូចជាបងប្អូនក្មេងពុកម៉ែទាំងអស់នឹងផងដែរបាទហើយទីតាំងនេះមានអង្ករមានប្រេងឆាមាននំកញ្ចប់អីផ្សេងជាច្រើនបាទហើយដាក់តាំងនោះបាទមានច្រើនណាស់ហើយបងប្អូនយើងថ្ងៃនេះក៏មានការមកជាវច្រើនកកផងដែរនៅក្នុងផ្សារជីបម៉ុងមីកាម៉ុល271នេះផងដែរបាទមានច្រើនបងប្អូនហើយជ្រុងនេះខ្ញុំដើរមកខាងនេះរៀងស្ងាត់បន្តិចព្រោះនៅខាងនោះមនុស្សច្រើនពេកហើយបាទមានដាក់ធ្នើលក់បាទមានសពមុខបែបយ៉ាងណាអេដមីនបរយាយមិនអស់ទេរាប់ពាន់មុខបាទហើយទីតាំងនេះគេរៀបចំយ៉ាងស្អាតណាមាន brand ម៉ាក់អីថ្មីបាទរបស់ប្រទេសម៉ាឡេរបស់ឥណ្ឌូនេស៊ីរបស់អីបាទមានច្រើនដែរបាទជាផលិតផលល្អបាទម៉ែបងប្អូនចាប់អារម្មណ៍សូមអញ្ជើញមកផ្សារជីបម៉ុង271មីកាម៉ុលបាទមានចំណេញរាប់ពាន់រាប់ម៉ឺនមុខណាបាទដែលយើងអាចមករកនៅទីនេះបានហើយទីនេះមានតែមានពូនឹកមីងនាំកូននាំចៅអីមកលេងដែរបាទមានស្ករមាននំកញ្ចប់សម្បូរបែបដែរបាទនៅទីនេះ
ជាឲ្យបន្តែយើងដើរច្រើនជន់ច្រើនជុំទៅក៏រៀងបែកញើសដែរបងម៉ែបងប្អូនហើយទីតាំងនេះដែរក៏មានការដាក់តាំងនៅលក់នៅគ្រឿងក្មេងៗដូចជាតុក្កតាឡានបញ្ជីអីផ្សេងបាទទីតាំងនេះគឺមានឈ្មោះរបស់គេបាទបងប្អូនអាចអញ្ជើញមើលទៅហើយអាចមានចំណាប់អារម្មណ៍អីអាចនាំកូននាំចៅអីមកជួយជាវជួយទិញទៅបាទមានតិជនយើងចេញចូលជាហោជាហាយអញ្ចឹងដែរណាបងប្អូន បាទហើយទីតាំងនេះដែរគឺនៅចំកណ្ដាលនៃផ្សារតែម្ដងបាទយើងមើលអាចមើលឃើញពីជាន់ផ្ទាល់ដីជាន់ទី1ជាន់ទី2និងជាន់ទី3បាទហើយយើងអាចមើលនៅទីតាំងនេះគឺមានថាយើងអាចមើលគ្រប់ជ្រុងបាទយើងអាចមើលឃើញទីតាំងបានទូលាយបាទជាលក្ខណៈ 3D ផងដែរបាទបងប្អូនអាចឃើញហើយមានពណ៌ LED នៃអំពូលហ្នឹងគេដាក់ឆ្វែងឆ្វាត់ដែលមានឆ្លាស់ពណ៌គ្នាដែលចែងចាំងទៅមើលគួរឲ្យមានការចាប់អារម្មណ៍ណាស់ហើយទីតាំងនេះដែរគឺតែរៀបចំទុកឲ្យពុកម៉ែបងប្អូនដែលមកជាវមកជួលនៅទីតាំងនេះដើម្បីធ្វើការលក់ដូរអីផ្សេងដែលគេមិនទាន់បានបើកទីតាំងដែលគេត្រៀមនឹងបើកណាបងប្អូនហើយការចូលរួមនៅតាមចណ្ដាលនេះក៏មានភាពស្រស់ស្អាតមានភ្លើងភ្លឺស្រស់ស្អាតណាស់ពុកម៉ែបងប្អូននេះអេដមីនដើរឲ្យផុតពីកុំឲ្យភាពអ៊ូអរពេកបងប្អូនហើយខ្ញុំស្គាល់ឃើញថាមានភាពស្រស់ស្អាតណាស់នៅផ្សារជីបមកមីកាម៉ូ271នេះផងដែរបាទហើយបងប្អូនមានចំណាប់អារម្មណ៍អីអាចមកពីតាមបណ្ដាខេត្តឬក៏នៅខណ្ឌចិត្តនឹងអាចអញ្ជើញមកទស្សនានិងដើរកម្សាន្តផងដែរបាទ
ដែរអេតក្រោយពីការដើរកម្សាន្តមួយរយៈនឹងការផ្ដិតយកនូវទស្សនវិជ្ជានេះ admin សូមអរគុណនិងសូមជម្រាបលាដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានអញ្ជើញតាមទស្សនាក្នុងខ្សែវីដេអូនេះផងដែរអរគុណបាទ